បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំសូមបង្ហាញនៅសកម្មភាពដែលយើងត្រៀមដាក់កៅអីចំនួន100និងតុចំនួន6ទៅខាងបេនឡានគល់ស្ពានជ្រោយចង្វាផងដែរបងប្អូនហើយតុឈើនេះខ្នាត7 តឹកគុណ1ម៉ែត្រ2 តឹកបងប្អូនកម្ពស់75សង់ទីម៉ែត្រពោះកៅអីនេះគឺយើងប្រើឈើកម្រាស់2ហ៊ុនបងប្អូនស្អាតដូចក្នុងវីដេអូអញ្ចឹងបងប្អូនតុនឹងកៅអីនេះភ្ញៀវគាត់កំងសម្រាប់ប្រើប្រាស់ក្នុងហាងរបស់គាត់នៅថ្ងៃអុំទូកនេះផងដែរបងប្អូនហើយបងប្អូនអាចមើលសាច់ឈើតុកបានបាទកម្រាស់ក្រាស់មែនទែន3ហ៊ុនបងប្អូនទម្ងន់ធ្ងន់គួរសមដែរបងប្អូនដោយសារតែសាច់ឈើយើងក្រាស់បងប្អូនហើយស្អាតដូចក្នុងវីដេអូអញ្ចឹងភ្ញៀវគាត់នៅខាងមណ្ឌលគិរីបងប្អូនយើងដឹកដល់បេនឡានជ្រោយចង្វាគល់ស្ពានជ្រោយចង្វាហើយយើងបន្តដំណើរទៅខាងមណ្ឌលគិរីបងប្អូនហើយខាងបងប្អូនមានលក់កៅអីច្រើនប្រភេទបងប្អូនច្រើនម៉ូតមានកៅអីជ័រកៅអីដែកកៅអីឈើអញ្ចឹងបងប្អូនចំពោះតុកក៏មានច្រើនម៉ូតដែរបងប្អូនតុកឈើតុកម៉ាបតុកជ័រអញ្ចឹងបងប្អូនបើបងប្អូនមានតម្រូវការបងប្អូនអាចតាក់ទងបានបងប្អូនតាម Telegram ក៏បានតាម Facebook Page ក៏បានដែរបងប្អូនឬបងប្អូនអាចទេតាមលេខទូរស័ព្ទ3ប្រព័ន្ធខាងលើបាទសូមអរគុណសូមជម្រាបលា